តើបងឲ្យវីដេអូនេះមានបង្ហាញរបៀបយើងដោនកម្មវិធី Line តាម page ដោយមាន filter បងអញ្ចឹងបងដំបូងបងចូល App Store មកឬក៏ Play Store បងចូលមកបងវាយពាក្យនេះបងPrim Line ហ្នឹងមកហើយដោន app អស្ចារ្យ3ជ្រុងហ្នឹងអញ្ចឹងបងចុចដោនមកនៅពេលដែលបងដោនបានហើយបងចុចបើកកម្មវិធីហ្នឹងមកហើយតទៅទៀតបងឲ្យយើង continue ជាមួយនឹង account របស់យើងហើយ continue ហ្នឹង continue ជាមួយ account ណាដែលមាន page ដែលមាន page ហ្នឹងបានយើង like បានបងអញ្ចឹងចុច continue ជាមួយនឹង Facebook មកហើយចុចតាមវាមកបងអានេះវាឲ្យ allow អញ្ចឹងខ្ញុំ allow តាមវាទៅចុច continue មកហើយចុច continue មកយើងចុច open មកបន្ទាប់ទៀតវាឲ្យ connect ជាមួយនឹង app ហ្នឹងហើយបងអញ្ចឹងចុច continue ទៀតមកចុច allow មកបងចុច allow ទៀតមកដើម្បីឲ្យចូល microphone ចុច allow រហូតមកនៅពេលដែលបានថតនេះហើយយើងខ្វែងទៅនឹងចេញទៅខ្ញុំបង្ហាញកន្លែង set up កន្លែងនេះតិចបងកន្លែងហ្នឹងបងចុច ready មកហើយចុចកន្លែង Facebook នេះភ្ជាប់ភាសាទៀតចុច connect ជាមួយ Facebook ហ្នឹងចុច open ចុច continue ភាសាទៀតចុច continue ភាសាទៀតនៅពេលដែលដល់កន្លែងនេះខ្ញុំបង្ហាញកន្លែងដាក់ filter បងហើយខ្ញុំបង្ហាញកន្លែងយើងដាក់អក្សររត់ដាក់អក្សរនៅលើ line នឹងបាននេះបងវាចាញ់អញ្ចឹងមានថាវាជាប់ហើយការ line បងចុចលើហ្នឹងមួយហើយត្រូវដូរទៅ page សិនអញ្ចឹងថ្ងៃ line ចូល account ហើយខ្ញុំចុចលើហ្នឹងមកហើយដូរទៅ page ដោយសារ page ខ្ញុំច្រើនវាយូរចាញ់អញ្ចឹងចាំតិចសិនបងនេះបងឥឡូវថយខ្ញុំ line លើ page ហ្នឹង select លើ page ហ្នឹងមកហើយយើងថយមកវិញនេះបងទៅជាប់ page ហ្នឹងអញ្ចឹងចុច show មកហើយកន្លែងនេះកន្លែង caption នេះបងកន្លែងនេះវាច្រើនបងភ្លេចដាក់ caption អញ្ចឹងដាក់កន្លែងហ្នឹងមកទៅសេហ្នឹងមកហើយចុចខាងនេះបងខ្ញុំច្រឡំមកនោះវាមិន filter ខាងស្ដាំអញ្ចឹងចុចកន្លែងហ្នឹងមកនេះបងវាមានអាទិញមានអត់ទិញទៅយើងយកច្រឡំនេះមក like បានបងប៉ុណ្្នឹង like បាន